គ្មានអ្នកដទៃណាអាចមកបំផ្លាញយើងបានដូចយើងបំផ្លាញខ្លួនឯងទេហើយនេះគឺជាការគិតខុសទាំង7ដែលវាអាចប៉ះពាល់ដល់ជីវិតរបស់យើងបានទី1កើតជាកូនអ្នកមានធ្វើអីក៏បានធ្វើអីក៏ត្រូវគ្រាន់តែកើតរឿងកូនអ្នកមាននឹងភ្លាមធ្វើឲ្យយើងចាប់ផ្ដើមតូចចិត្តនឹងជាតិកំណើតយើងភ្លាមធ្វើឲ្យយើងកើតចិត្តចំណែនតូចចិត្តនឹងវាសនាអន់ចិត្តនឹងព្រំលិខិតមិនក៏យើងអត់មានដូចគេពិភពលោកនេះដូចជាអយុត្តិធម៌ដល់ហើយគិតបែបហ្នឹងស្មើនឹងយើងមើងងាយកម្លាំងញើសឈាមឪពុកម្ដាយខ្លួនឯងពួកគាត់ខំរកលុយយ៉ាងពិបាកយកមកចិញ្ចឹមយើងដើម្បីឲ្យយើងមានអនាគតល្អដល់ពេលយើងវិញអង្គុយតែមកចំណែនកូនអ្នកមានហ្នឹងស្មើនឹងយើងកំពុងតែមើងងាយកម្លាំងញើសឈាមឪពុកម្ដាយយើងហើយជាងយកពេលទៅចំណែនគេយកពេលមកអភិវឌ្ឍខ្លួនឯងធ្វើឲ្យជីវិតខ្លួនឯងល្អប្រសើរវិញមិនល្អជាងទី2 pretty privilege អ្នកស្អាតតែងតែឈ្នះគេអ្នកស្អាតតែងតែបានអ្វីលើសគេល្អជាងយើងព្រោះគេស្អាតជាងយើងមិនក៏យើងនាំគ្នាកើតចឹងភាពស្រស់ស្អាតគ្រាន់តែជាសម្បកខាងក្រៅទេអ្វីដែលសំខាន់ពិតប្រាកដគឺជាសមត្ថភាពនៅខាងក្នុងការងារដូចជាតារារស់ស៊ីនឹងមុខមាត់ផងនៅអ្នកស្អាតអត់អាចឈ្នះហើយចោះលំមតែការងារពិតប្រាកដការងារដែលត្រូវការសមត្ថភាពមិនអ្នកស្អាតត្រូវឈ្នះយើងបើគេអត់មានសមត្ថភាពផងនៅក្នុងโลกប្រកួតប្រជែងគឺត្រូវមានទាំងព្រមមិនមែនមានតែស្អាតមួយគឺគ្រប់គ្រាន់ទេទី3គឺការមិនជឿជាក់លើខ្លួនឯងបើយើងអត់ជឿជាក់លើខ្លួនឯងផងតើអ្នកណាគេនឹងមកជឿលើយើងទៅលើโลกយើងនឹងមានការងារច្រើនខ្លាំងមែនតើដែលត្រូវទទួលខុសត្រូវលើជីវិតអ្នកដទៃដូចជាការងារគ្រូពេទ្យវះកាត់ដូចជាការងារពីលុតជាដើមធ្វើការម្ដងមិនត្រឹមតែទទួលខុសត្រូវលើជីវិតខ្លួនឯងទេនៅទទួលខុសត្រូវលើជីវិតអ្នកដទៃទៀតគេដល់ថ្នាក់ហ៊ានធានាជីវិតអ្នកដទៃហើយចោះយើងវិញត្រឹមតែជីវិតខ្លួនឯងតែមួយសោះមិនក៏ធ្វើអត់បានត្រឹមតែជឿជាក់លើខ្លួនឯងសោះវាអត់ពិបាកទេទី4គឺការខ្មាស់គេបើធ្វើរឿងហ្នឹងទៅហើយបរាជ័យខ្មាស់គេខ្លាំងមែនតើអ្នកទាំងអស់គ្នាត្រូវដឹងថាអាផ្លូវដែលយើងដើរហ្នឹងវាអត់ស្រួលទេតែងតែមានក្លុកតែងតែដួលតែងតែខ្មាស់គេហើយបើយើងទៅដល់កន្លែងដែលខ្ពស់ហ្នឹងហើយភាពបរាជ័យភាពអាម៉ាស់ទាំងប្រមាណត្រូវបានគេមើលរំលងអស់រលីង5គិតខុសព្រោះជឿជាក់លើខ្លួនឯងជ្រុលជឿជាក់លើខ្លួនឯងពេកធ្វើឲ្យយើងមានអំនួតខ្លាំងពេកធ្វើឲ្យយើងឡើងស្ដាប់អ្នកដទៃក្បាលរឹងពេលនោះបើយើងធ្លាក់គឺធ្លាក់ដល់បាតហ្មងអត់មានសល់អីទេព្រោះជឿជាក់លើខ្លួនឯងពេកទី6ការចាំសិនអ្វីដែលអាចដោះស្រាយបានឥឡូវអត់ព្រមដោះស្រាយឥឡូវទេចាំសិនចាំហើយចាំទៀតចាំពីបញ្ហាតូចរហូតដល់ខ្លាយទៅជាបញ្ហាធំបើយើងដោះស្រាយបញ្ហាហ្នឹងពេលវានៅតូចយើងអាចបាត់បង់ផលប្រយោជន៍តិចតួចឬមួយក៏អត់បាត់បង់សោះតែបើយើងមកដោះស្រាយនៅពេលដែលវាធំហើយផលប៉ះពាល់គឺនឹងធំបែបហ្នឹងហើយទី7ចុងក្រោយគេចូលចិត្តធ្វើអ្វីដដែលផ្លូវដដែលទៅតែមួយច្រកដូចជាប្រភពចំណូលចឹងមានតែមួយគឺគ្រោះថ្នាក់ខ្លាំងមែនតើព្រោះគ្មានអីមកធានាថាអ្វីដែលយើងធ្វើហ្នឹងវានៅជានិរន្តរ៍ទេចឹងហើយបើមានឱកាសដើម្បីចាប់រកផ្លូវមួយទៀតគួរតែព្យាយាមចាប់ដែរយ៉ាងហោចណាស់ពេលផ្លូវទី1ខូចយើងនៅសល់ផ្លូវទី2សង្ឃឹមថាវីដេអូមួយនេះនឹងជួយជាប្រយោជន៍ខ្លះៗដល់អ្នកទាំងអស់គ្នាបាន